ខ្ញុំប្រកាសណាសូមជ្រះថ្លាគោរពថ្វាយបង្គំដល់បារមីព្រះពុទ្ធព្រះអាទិទេពព្រះម៉ែសារ៉ាស្វាទីព្រះម៉ែមហាលក្ស្មីព្រះម៉ែដុលកាទេវីព្រះស៊ីវ៉ាខ្ញុំប្រកាសណាសូមជ្រះថ្លាបូជាថ្វាយនៅការអានមន្ត្រាច្បាប់ព្រះអាទិទេពជាដង្វាយដល់ទ្រង់បរិយាកាសជុំវិញខ្ញុំជាសន្តិភាពនិងជាសុខដុមរមនាចុះសម្រុងគ្នាខ្ញុំទៅដល់ទីណាតែងតាក់ទាញក្តីស្នេហាមេត្តាសន្តិភាពនិងភាពចុះសម្រុងស្រស់ស្រួលគ្នាសុខដុមរមនាខ្ញុំមានភាពទាំងមូលពេញលេញបរិសុទ្ធខ្ញុំមានអំណរគុណដោយបានឃើញសមត្ថភាពរបស់ខ្ញុំសម្រាប់តាក់ទាញក្តីស្នេហាភាពចុះសម្រុងសុខដុមរមនាក្នុងជីវិតនិងទំនាក់ទំនងសង្គមរាល់ការប្រឹងប្រែងព្យាយាមរបស់ខ្ញុំបានទៅជាកម្លាំងចលករវិជ្ជមានដែលនាំមកនូវការផ្លាស់ប្ដូរកាន់តែប្រសើរឡើងជាលំដាប់ជីវិតរបស់ខ្ញុំជាដំណើរដែលប្រកបដោយសុភមង្គលនិងរីករាយសន្តិភាពនៅទីបណ្ដូលនៃជីវិតខ្ញុំបានបង្កឲ្យរូបខ្ញុំពេញដោយក្តីរីករាយមេត្តាស្នេហានិងសប្បុរសខ្ញុំបដិញ្ញាដើរលើវិថីរបស់ព្រះម៉ែព្រះស៊ីវ៉ាដែលប្រកបដោយជីវិតដ៏អស្ចារ្យខ្ញុំបានទទួលសមត្ថភាពជាអនន្តពុំអាចវាស់ស្ទង់បានហើយសមត្ថភាពនោះក៏សម្ដែងចេញមកក្រៅជាអនន្តផងដែរខ្ញុំទទួលព្រមដោយពេញចិត្តពេញថ្លើមថារូបខ្ញុំជាផ្នែកមួយនៃផែនការរបស់ព្រះម៉ែព្រះស៊ីវ៉ាដែលផែនការមួយនេះពេញប្រកបទៅដោយសុខភាពក្តីស្នេហាមេត្តាសុភមង្គលជោគជ័យសម្បូរសប្បាយសម្បូររុងរឿងហើយផែនការនេះហូរចេញទៅក្រៅជាស្វ័យប្រវត្តិនិងយ៉ាងរលូនអ្វីៗគ្រប់យ៉ាងបានរីកចម្រើនពីព្រោះខ្ញុំជាដៃគូរបស់ព្រះម៉ែព្រះស៊ីវ៉ាជាភាពអនន្តចក្រវាលលកឹកណាដែលខ្ញុំកាន់តែផ្ដល់ឲ្យច្រើនឡើងធ្វើអំណោយច្រើនឡើងខ្ញុំកាន់តែទទួលបានច្រើនឡើងផងដែរនេះជាច្បាប់របស់ព្រះអាទិទេព